សួស្តីបាទហើយសូមនិយាយពីរឿងបាទប្រដាប់ចម្រោះបាទប្រដាប់ចម្រោះនេះគឺប្រដាប់ចម្រោះជាតិកកជាតិដីសម្រាមឯងកុំឲ្យវាចូលទៅក្នុងប្រព័ន្ធយោធនៈបងប្អូនប៉ុន្តែអត្ថប្រយោជន៍របស់វាល្អដែរបងប្អូនហ្នឹងហើយតែអ្វីដែលសំខាន់បើសិនជាយើងប្រើវារហូតយើងអត់បានដោះបាទយើងអត់បានដោះលាងវាអញ្ចឹងធ្វើវាស្ទះយូរទៅទឹកវាអត់បុកទៅនោះទេវានៅចាល់តែហ្នឹងបងប្អូនបាទហ្នឹងហើយអញ្ចឹងវាធ្វើឲ្យទៅយោនៅខាងក្នុងនោះវាអត់បាញ់ទឹកទេអញ្ចឹងណាបាទហ្នឹងហើយអញ្ចឹងតើយើងឧស្សាហ៍លាងវាបាទនេះគឺប្រព័ន្ធចម្រោះហ្នឹងគេថាយើងគេហៅប្រព័ន្ធចម្រោះការពារកុំឲ្យសម្រាមធូលីដីវាចូលទៅក្នុងហ្នឹងអញ្ចឹងណាបាទហ្នឹងហើយបាទហើយនៅពេលដែលយើងលាងវាគឺវានឹងមានសភាពបែបនេះបងប្អូនបាទយើងមើលទាំងអស់គ្នាគឺទៅយោវាប៉ោងអញ្ចឹងណាបាទទៅយោវាប៉ោងទាំងអស់អញ្ចឹងហ្នឹងហើយអញ្ចឹងយើងមើលទៅតំណក់ទឹកយើងមើលឃើញទឹកហូរលឿនហ្នឹងហើយឲ្យតែយើងឧស្សាហ៍លាងវាអញ្ចឹងណាបាទហ្នឹងហើយអញ្ចឹងថ្ងៃនេះយើងដាំរួចហើយបាទទៅតែឲ្យបាញ់មិញទេបងប្អូនតែអត់បានថតសកម្មភាពការដាំដុះទេដោយសារតែយើងដាំលក្ខណៈគ្រួសារបាទហ្នឹងហើយ